មួយប្រភេទនេះគឺអាចបង្កឲ្យមានជំងឺមហារីកខ្លាំងស្ករហ្នឹងគឺជាស្ករអីគឺជាប្រភេទស្ករដែលគេផ្សព្វផ្សាយលក់ថាជាស្ករសម្រាប់អ្នកទឹកនោមផ្អែមស្ករសម្រាប់អ្នកសម្រក់គីឡូ sugar free អត់មានជាតិស្ករការសិក្សានេះគឺគេធ្វើទៅលើមនុស្ស 933,777 អ្នកលក្ខណៈបែប survey ដូចហើយធ្វើពីឆ្នាំ 1988 ទៅ 2016 ណាអញ្ចឹងវា 34 ឆ្នាំយូរដែរហើយលទ្ធផលឃើញថាបង្កឲ្យមានអត្រាកើនឡើងនៃអត្រាជំងឺមហារីកលំពេងណាអញ្ចឹងគឺគេថាវាមានទំនាក់ទំនងឯងជាមួយអ្នកប្រើស្ករហ្នឹងហើយហ្នឹងកើតជំងឺហ្នឹងអញ្ចឹងណាតែគេមិន 100% ទេដោយសារវាជាលក្ខណៈ survey ដែលខ្ញុំធ្លាប់និយាយកន្លងមកអញ្ចឹងបន្ទាប់មកការសិក្សាមួយទៀតធ្វើដោយក្រុម IARC ហ្នឹងដែរ research របស់មហារីកហ្នឹងលទ្ធផលហ្នឹងបង្កឲ្យឃើញថាគឺងាយនឹងបង្កឲ្យកើនឡើងជំងឺមហារីកដើមទ្រូងហើយនឹងជំងឺមហារីកដែលបង្កឡើងដោយការ obesity relate មានថាឡើងគីឡូធ្ងន់អីចឹងផ្សេងៗអញ្ចឹងណា